ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយនិយាយពណ៌នាអំពីការប្រើប្រាស់ថ្មលីចូមប្រភេទ18650គឺជាខ្នាតថ្មដែលកាលពីមុនមានការពេញនិយមប្រើជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ laptop ប៉ុន្តែឥឡូវនេះគេពុំសូវប្រើជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ laptop ទេដោយសារវាមានទម្ងន់ធ្ងន់និងទំហំក្រាស់ប៉ុន្តែវាពេញនិយមប្រើខ្លាំងនៅប្រទេសកម្ពុជាច្រើនជាមួយនឹងឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិកដូច្នេះខ្ញុំសូមលើកយកប្រភេទនៃថ្មលីស្យូមទាំងនេះចំនួន5មកនិយាយដោយសារនៅលើទីផ្សារប្រទេសកម្ពុជាយើងគឺ5ប្រភេទនេះគឺវាស័ក្តិសមជាមួយនឹងតម្រូវការជាមួយនឹងសម្ភារៈនិងឧបករណ៍ដែលយើងប្រើប្រាស់រាល់ថ្ងៃរួចជាហើយអញ្ចឹង5នេះខ្ញុំនឹងលើកយកប្រភេទ INR ICR IMR និង NCR ឬ IFR បាទអញ្ចឹង5ប្រភេទនេះគឺនឹងផ្ដល់នៅចំណេះដឹងនិងមូលដ្ឋានគ្រឹះសម្រាប់ជ្រើសរើសក៏ដូចជាសម្រាប់យកមកពិចារណាក្នុងការផ្លាស់ប្ដូរឬក៏ទិញយកមកប្រើជាមួយឧបករណ៍របស់យើងដែលកំពុងតែមានស្រាប់ដើម្បីជៀសវាងការចំណាយលុយមិនទៅដល់គោលដៅហើយបានរបស់មកមិនគ្រប់ធម៌ពលមិនគ្រប់កម្លាំងហើយឧបករណ៍ឆាប់ខូចបាទអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមពីប្រភេទនីមួយៗម្ដងមួយរហូតដល់គ្រប់5ចំណុចនេះអញ្ចឹងថ្មទី1ដែលខ្ញុំយកមកនិយាយនេះគឺជាប្រភេទថ្មលីស្យូម INR បាទអញ្ចឹងថ្មនីមួយវាមានប្រភេទផ្សេងគ្នាហើយវាមានសរសេរអក្សរកាត់ INR ហ្នឹងនៅលើ sticker នៅលើថ្មហ្នឹងបាទអញ្ចឹងដោយសារយើងនិយាយអំពីថ្មលីស្យូមប្រភេទទំហំ18650អញ្ចឹងយើងពេលដែលយើងទិញយើងមើលទៅលើព័ត៌មានលើថ្មហ្នឹងមានលេខ18650ហើយតើវាជាប្រភេទអីបាទហើយប្រភេទនីមួយខ្ញុំនឹងរៀបរាប់នៅពេលបន្តិចទៀតនេះបាទអញ្ចឹងនេះជាថ្មលីស្យូម INR ហេតុអ្វីបានជាគេហៅថាប្រភេទ INR ដោយសារថ្មលីស្យូមនីមួយផលិតឡើងដោយសារធាតុគីមីប្រភេទ INR នេះផលិតឡើងដោយសារជាតិលីស្យូមនីកែលនិងម៉ង់ហ្គាណេសអញ្ចឹងបង្កើតបានជាថ្មដែលគេឲ្យពាក្យកាត់ថាជាថ្មប្រភេទ INR ថ្មនេះមានគុណភាពខ្ពស់មានថាមពលខ្លាំងចាប់ពី 3.7 វ៉ុលសាកពេញបាន 4.2 វ៉ុលវាមានសមត្ថភាពដល់ឲ្យលំហូរថាមពលទៅឲ្យឧបករណ៍ក្នុងកម្រិតមួយខ្ពស់ហើយអាចមានចំណុះរក្សាទុកថាមពលនេះក្នុងកម្រិតមួយសមស្របសមរម្យអញ្ចឹងវាពេញនិយមសម្រាប់ប្រើជាមួយរថយន្តអគ្គិសនីម៉ូតូអគ្គិសនីបាទពិលដែលមានពន្លឺខ្លាំងដែលគេប្រើនៅក្នុងព្រៃណាបាទឬក៏អាំភ្លីឬក៏ឧបករណ៍ដែលរក្សាទុកថាមពលសម្រាប់ប្រើប្រាស់ក្នុងកំឡុងខ្លាំងអញ្ចឹងបាទថ្មប្រភេទនេះមានសុវត្ថិភាពខ្ពស់ពីព្រោះថ្មនេះមានលំនឹងថាមពលឬក៏យើងនិយាយថាតុល្យភាពថាមពលបានន័យថាថាមពលដែលផ្ដល់ទៅឲ្យសម្ភារៈឬឧបករណ៍គឺមានតុល្យភាពវាអត់ឡើងចុះហើយវាអាចទាញនៅក្នុងកម្រិតប្រើប្រាស់ថាមពលខ្ពស់បានដោយមិនបារម្ភអំពីការឡើងកម្ដៅឬក៏ឆេះឬក៏ផ្ទុះបាទអញ្ចឹងនេះគឺប្រភេទ INR យើងមកមើលប្រភេទមួយទៀតគឺប្រភេទ ICR បាទ ICR នេះគឺផលិតពីសារធាតុគីមីលីស្យូមកូបាល់តស៊ីបអញ្ចឹងវាមានផ្នែកនៅក្នុងថ្ម INR រួចជាស្រេចហើយគ្រាន់តែអត់មាននីកែលហើយនិងម៉ង់ហ្គាណេសអញ្ចឹងបើនិយាយពីសមត្ថភាពវាច្បាស់ជាចាញ់ INR បន្តិចបន្តួចហើយប៉ុន្តែវាមានកម្លាំងខ្លាំងដូចគ្នាកម្លាំងថាមពលវាគឺ 3.2 វ៉ុល 3.7 វ៉ុល
សាកពេញបានដល់4 វ៉ុលកុំសាកលើនឹងហើយវាមានសមត្ថភាពទុកថាមពលបានច្រើនសម្រាប់ប្រើប្រាស់រយៈពេលយូរប៉ុន្តែវាផ្ដល់ឲ្យនៅលំហូរចរន្តអគ្គិសនីតិចឬក៏តូចហើយវាមិនមានលំនឹងថាមពលនោះទេឬក៏យើងនិយាយថាតុល្យភាពថាមពលដែលតម្រូវឲ្យការប្រើប្រាស់ហ្នឹងគឺត្រូវរៀបចំ Security Protection Board បាទដោយសារថាមពលវាមិនមានតុល្យភាពដូច្នេះវាមិនសូវមានសុវត្ថិភាពសម្រាប់ឧបករណ៍ទេដោយសារវាប្រើសម្រាប់ទាញថាមពលទាបដូចខ្ញុំបានជម្រាបចឹងសម្ភារៈអគ្គិសនីនិងអេឡិចត្រូនិកភាគច្រើនគឺងាកមកប្រើប្រភេទថ្ម18650នេះជាក់ស្ដែងគឺនេះគឺជាបាទមីក្រូហ្វូនអត់មានខ្សែបាទមីក្រូហ្វូនអត់មានខ្សែសម្រាប់យើងចម្រៀងខារ៉ាអូខេឬក៏និយាយកិច្ចប្រជុំឬក៏សិក្ខាសាលាអីចឹងថ្មវាគឺ18650បាទយើងដាក់លេខមកត្រូវម៉ាច់តែម្ដងបាទថ្មនេះណាបាទអញ្ចឹងឧបករណ៍នេះគឺវាត្រូវការទាញថាមពលទាបតែប៉ុណ្ណោះវាអត់ត្រូវការកម្លាំងខ្លាំងទេប៉ុន្តែវាត្រូវការប្រើរយៈពេលយូរបាទន័យថាចំណុះផ្ទុករបស់ថ្មកាន់តែច្រើនការនិយាយការច្រៀងរបស់យើងក៏កាន់តែយូរដែរប៉ុន្តែវាត្រូវការឲ្យឧបករណ៍នេះមាន Security Protection Board បាទន័យថាអ្នកដែលបង្កើតឧបករណ៍នេះគាត់បានបាទរៀបចំប្រព័ន្ធការពារភ្លើងមិនឲ្យឆាប់ខូចបាទឆេះឬក៏ផ្ទុះអីចឹងទៅអញ្ចឹងជាក់ស្ដែងមួយទៀតគឺយើងមកមើលឧបករណ៍មួយប្រភេទទៀតដែលនេះជា power bank ចំនួនថ្មីដែលវាមានសមត្ថភាពអាចសាក wireless ក៏បានសាក USB super fast charge ក៏បាន fast charge ក៏បានឬក៏ QC ក៏បានសមត្ថភាពរបស់វាអាចផ្ដល់ឲ្យឧបករណ៍សាកបានដល់ទៅ22វ៉ាត់ប៉ុន្តែកម្រិត22វ៉ាត់នេះមិនធំទេមិនខ្លាំងទេដែលយើងអាចសមស្របប្រើជាមួយនឹងប្រភេទ ICR នេះបានបាទអញ្ចឹងបើយើងទៅទិញថ្មហើយឧបករណ៍ power bank នេះប្រើ18650យើងទៅរកថ្មដែល18650ទើបយើងដាក់ទៅវាត្រូវបាទប៉ុន្តែវាទាមទារឲ្យឧបករណ៍ power bank នេះមានប្រភេទ protection board គឺយើងនិយាយថា security protection board ទើបអាចប្រើបានបើមិនអញ្ចឹងទេវាអត់ខូចថ្មទេតែវាខូចឧបករណ៍នេះដូច្នេះប្រសិនបើយើងរកឃើញឧបករណ៍របស់យើងអត់មាន protection security board ទេយើងអាចជ្រើសរើសយក INO ក៏បានដែរប៉ុន្តែវាលើសពីតម្រូវការដោយសារឧបករណ៍នេះมันទាមទារឲ្យការទាញថាមពលខ្លាំងពីថ្មទេអូខេអញ្ចឹងយើងឃើញបានពីរប្រភេទខុសគ្នារួចបាត់ទៅហើយមួយមានសមត្ថភាពដូចគ្នាមានតុល្យភាពថាមពលមួយអត់មានតុល្យភាពថាមពលទេមួយផ្ដល់ឲ្យនៅកម្លាំងថាមពលទាញខ្លាំងបានមួយมันអាចផ្ដល់ឲ្យនៅការទាញថាមពលខ្លាំងបានទេអញ្ចឹងមួយអាចមានសមត្ថភាពផ្ទុកចំណុះបានច្រើនសម្រាប់ប្រើរយៈពេលយូរមួយมันអាចផ្ទុកចំណុះខ្លាំងឬក៏ប្រើរយៈពេលយូរដូចគេបានទេហើយមួយមានសុវត្ថិភាពមួយមិនសូវមានសុវត្ថិភាពមួយតម្រូវឲ្យមាន protection security board មួយមិនចាំបាច់មានបាទដូច្នេះពីរនេះគឺវាខុសគ្នាបាត់ទៅហើយចំពោះការប្រើប្រាស់យើងមកមើលទី2ទី3បាទប្រភេទថ្មទី3ដែលជាប្រភេទថ្ម NCR បាទអញ្ចឹងយើងបានស្គាល់ពីរប្រភេទហើយអំពីថ្មអាលីស្យូមដែលវាផលិតពីសារធាតុគីមីយើងមកមើលប្រភេទ NCR នេះក៏ជាប្រភេទលីស្យូមដែរប៉ុន្តែជាលីស្យូមកូនកាត់ដែលផលិតមកពីសារធាតុគីមីនីកែលផងលីស្យូមផងកូនបាតផងនិង rechargeable ផងនិងលីយ៉ុងលីស្យូមបាទដែលផលិតឡើងដោយក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Sanyo ថ្មនេះពេញនិយមខ្លាំងហើយវាមានគុណភាពនិងមានសុវត្ថិភាពដូច INR អញ្ចឹងលំហូរចរន្តសមរម្យតុល្យភាពថាមពលនិងចំណុះផ្ទុកថាមពលប្រើគឺខ្ពស់បាទខ្ញុំឧទាហរណ៍ថា INR មិញ
សមត្ថភាពវាផ្ទុកបានត្រឹម 3000 មីលីអាំពែអស់ធំហើយទៅរកលើទីផ្សារអត់មាន 4000 មីលីអាំពែទេបើយើងចង់បាន 4000 មីលីអាំពែគឺត្រូវទៅរើសយក NCR ប៉ុន្តែ NCR វាមានសមត្ថភាពមួយបាទបញ្ជូនថាមពលនិងលំហូរថាមពលហ្នឹងក្នុងកម្រិតមួយសមរម្យប៉ុណ្ណោះអញ្ចឹងបើយើងមើលទៅ3ពីរប្រភេទមុន INR ICR គឺ NCR វាស្ថិតនៅក្នុងជម្រើសកណ្ដាលសម្រាប់អ្នកដែលត្រូវការថាមពលរយៈពេលយូរប្រើយូរលំហូរថាមពលក្នុងកម្រិតមធ្យមគឺ NCR ជាជម្រើសដែលល្អបំផុតដោយសារអីដោយសារ INR ឧទាហរណ៍ថាខ្ពស់បំផុត 3000 មីលីអាំពែលោកអ្នកប្រើជាមួយនឹងម៉ូតូអគ្គិសនីវាឆាប់អស់អ្វីតែលឿនមែនតែឆាប់អស់អញ្ចឹងបើចង់ឲ្យឆាប់ជិះបានយូរបានឆ្ងាយយើងងាកទៅប្រើ NCR តែយើងមិនអាចប្រើជាមួយ ICR បានទេដោយសារ ICR វាខ្លាំងដូចគ្នាចំណុះប្រើបានយូរបានដូចគ្នាប៉ុន្តែវាឲ្យទាញក្នុងកម្រិតមួយទៀតតែប៉ុណ្ណោះបើយើងទាញប្រឹងទាញខ្លាំងវាអត់មានតុល្យភាពថាមពលផងវាអាចថ្មនឹងក្តៅឆាប់ខូចឆាប់ឆេះទាំងឧបករណ៍ឆេះទាំងថ្មឬក៏ផ្ទុះទាំងថ្មទៀតអញ្ចឹងយើងបានស្គាល់3ហើយយើងងាកមកមើលទី4គឺប្រភេទ IMR ដែល IMR នេះផលិតពីសារជាតិលីស្យូមម៉ាញ៉េម៉ង់ហ្គាណេសបាទអុកស៊ីតវាដូច INR បេះបិទគ្រាន់តែថាវាអត់មានជាតិនីកែលក្នុងហ្នឹងអញ្ចឹងវាធ្វើឲ្យសមត្ថភាពខុសពីថ្ម INR និង ICR អញ្ចឹង IMR នេះគឺខ្លាំងដូចគ្នាបាទសាកបាន 3.7 ខ្ពស់បំផុត 4.2 វ៉ុលលំហូរមានតុល្យភាពថាមពលលំហូរធំអាចទាញក្នុងកម្រិតប្រើប្រាស់ខ្លាំងប៉ុន្តែសមត្ថភាពនៃការទុកថាមពលសម្រាប់ប្រើគឺទាបបំផុតប្រសិនបើ INR ផ្ទុកខ្ពស់បំផុត 3000 មីលីអាំពែប្រភេទ IMR មានសមត្ថភាពខ្ទង់ប្រហែលជា 2000 មីលីអាំពែទៅ 1000 មីលីអាំពែតែប៉ុណ្ណោះអញ្ចឹងការប្រើប្រាស់វាអាចប្រើបានជាមួយនឹងឧបករណ៍ដែលត្រូវការថាមពលដែលទាញថាមពលខ្លាំងប៉ុន្តែរយៈពេលខ្លីខ្ញុំឧទាហរណ៍ការសាអគុយឡានកើអគុយឡានបើឡានអស់អគុយយើងត្រូវការកើអគុយឡានយើងត្រូវការ power bank ទៅកើយើងមិនចាំបាច់ប្រើថាមពលដែលផ្ទុករយៈពេលយូរទេពីព្រោះយើងត្រូវការតែកម្លាំងបញ្ឆេះឲ្យឆេះតែប៉ុណ្ណោះហើយវានឹងអស់ទៅវិញអញ្ចឹងប្រភេទ IMR នេះគឺជាជម្រើសមួយដែលសមរម្យផងដែរឬក៏គេអាចប្រើទៅជាមួយនឹងឧបករណ៍ណាមួយដែលបាទមួយផ្លែតណាបាទឧទាហរណ៍ថាម៉ាស៊ីនឆក់ឬក៏ស្អីមួយដែលយកទៅសពកង់ឡានកង់ម៉ូតូមួយផ្លែតអីហ្នឹងគឺយើងអាចប្រើប្រភពនឹងបានដែរ IMR ហ្នឹងអញ្ចឹងជាចំណុចដែលសំខាន់គឺយើងផ្ដោតទៅលើការប្រើប្រាស់ថាមពលធំសុវត្ថិភាពក្នុងរយៈពេលខ្លី IMR ជាជម្រើសល្អតែបើយើងមានលុយយើងយក INR ទៅបាទឬក៏ NCR ទៅបើសិនជាយើងមិនត្រូវការថាមពលយូរថាមពលខ្លាំងងាកមកមើលមួយចុងក្រោយនេះគឺប្រភេទ IFR នេះផលិតពីសារធាតុគីមីលីស្យូម iron phosphate ដែលគេផ្គុំពាក្យវាទៅជា LiPo បាទ LiPo ថ្មនេះមានសមត្ថភាពមិនសូវជាខ្លាំងទេគឺកម្លាំងរបស់វាគឺ 3.2 វ៉ុលទេសាក់មកពេញបាន 3.6 ហើយក៏កម្លាំងវ៉ុលដែលសាក់វាក៏កុំឲ្យខ្ពស់ជាង 3.6 ដែរអញ្ចឹងប្រភេទលីប៉ូនេះវាមានលំនឹងថាមពលមានតុល្យភាពថាមពលវាមានសុវត្ថិភាពដូចគេដូចឯងចឹងដូច INR ICR IMR ចឹងគ្រាន់តែថាវាផ្ដល់ឲ្យនៅកម្រិតកម្លាំងមធ្យមចំណុះទុកថាមពលប្រើរយៈពេលមធ្យមលំហូរចរន្តដែលផ្ដល់ឲ្យឧបករណ៍គឺមធ្យមអញ្ចឹងអាអុបថ្មមួយនេះគឺគេផ្ដោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពនិងការប្រើប្រាស់រយៈពេលយូរនិងអាយុកាលយូរអង្វែងឧទាហរណ៍គេប្រើទៅលើរថយន្តអគ្គិសនីឬក៏ម៉ូតូអគ្គិសនីដែលមិនត្រូវការល្បឿនលឿនត្រូវការល្បឿនខ្លាំងតែយើងនិយាយថា speed ណា50គីឡូម៉ែត្រមួយម៉ោង70គីឡូម៉ែត្រមួយម៉ោងអីចឹងទៅគឺគេអាចប្រើប្រភេទ
lipo នេះបានប៉ុន្តែមិនមែនថាអត់អាចយកទៅធ្វើជា super car បានទេធ្វើបានគ្រាន់តែថាវាត្រូវការចំនួនច្រើនគ្រាប់ជាងប្រភេទផ្សេងដោយសារប្រភេទនេះវល់វាទូចចង់បានវល់ខ្ពស់តើតដាក់ឲ្យច្រើនតែពេលដាក់ឲ្យច្រើនវានឹងឡើងទម្ងន់អញ្ចឹងការប្រើប្រាស់គឺវាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងឧទាហរណ៍រថយន្តអគ្គិសនីកូនក្មេងបើកលេងមានចាំបាច់លឿនខ្លាំងអីបាទអញ្ចឹងលីប៉ូនេះគឺសមស្របបំផុតហើយបានយូរហើយមានសុវត្ថិភាពក្មេងៗទៀតហើយជាមួយសូឡាវាអាចផ្ទុកចរន្តបានសមរម្យហើយវាបំភ្លឺថាមពលបានសមរម្យវាមានសុវត្ថិភាពខ្ពស់ហើយប្រើបានយូរអង្វែងទៀតអញ្ចឹងសូឡាក៏សមស្របដែររថយន្តអគ្គិសនីក៏សមស្របសម្រាប់រថយន្តទូចៗដែលគេបើកទៅផ្សារលេងអីហ្នឹងលីប៉ូនេះក៏ជាជម្រើសល្អបំផុតដែរដោយសារវាមានសុវត្ថិភាពខ្ពស់ប្រើបានយូរម៉ោងហើយអាយុកាលយូរអង្វែងទៀតបាទជាចុងក្រោយថ្មប្រភេទនេះគឺផលិតមកតែងតែមានភ្ជាប់មកជាមួយនឹងវិញ្ញាបនបត្រដែលគេយើងនិយាយថា certification បាទវិញ្ញាបនបត្របញ្ជាក់គុណភាពនិងសុវត្ថិភាពហើយទៅរកព័ត៌មានវានៅណាបាទជាទូទៅវាបិទនៅលើថ្មហ្នឹងតែម្ដងមាន logo បាទធុងសម្រាមខ្វែងនេះបានន័យថាមិនពេលដែលប្រើហើយមិនឲ្យចោលផ្ដេសផ្ដាស់ទេបាទគឺប្រមូលទុកម្ដងវាអាចប៉ះពាល់បរិស្ថានឬក៏ផ្ទុះឬក៏ឆេះទៅបាទសញ្ញាព្រួយវិលចុះវិលឡើងនេះបានន័យថាយើងអាចយកវាទៅប្រើឡើងវិញបានអាចសាករងទៀតប្រើឡើងវិញឬក៏កែច្នៃធ្វើអីផ្សេងបានប៉ុន្តែយើងមិនអាចជឿទុកចិត្តទៅលើ sticker ឬព័ត៌មានដែលបិទនៅលើថ្មនេះបានទេខ្ញុំសូមជម្រាបពុកម៉ែបងប្អូនថាអ្វីដែលព័ត៌មានដែលបិទលើថ្មនេះគឺគេអាចធ្វើបានគ្រប់បែបយ៉ាងនៅក្នុងប្រទេសណាក៏ដោយជាពិសេសប្រទេសតូចបាទពីព្រោះវិញ្ញាបនបត្រនេះវាមានច្រើនប្រភេទណាស់ច្រើនបាទហើយវិញ្ញាបនបត្រដែលច្រើនហ្នឹងគឺជាតម្រូវការរបស់ប្រទេសនីមួយៗខ្ញុំឧទាហរណ៍វិញ្ញាបនបត្រដែលតម្រូវការជាបឋមគឺបរិស្ថានមិនប៉ះពាល់បរិស្ថានមានសុវត្ថិភាពមិនងាយផ្ទុះមិនងាយឆេះឬក៏ប៉ះពាល់ដល់សុខភាពហើយវិញ្ញាបនបត្រនេះដែរក៏រួមបញ្ចូលជាមួយនឹងការផលិតស្តង់ដារតាមបច្ចេកទេសអញ្ចឹងអាពីរមិញហ្នឹងគឺវាមាននៅក្នុងហ្នឹងហើយអញ្ចឹងផ្សេងទៀតគឺវាអាចលើសហ្នឹងបាទជាតម្រូវការប្រទេសផ្សេងមួយដែលធ្វើឲ្យថ្មនេះអាចមានតម្លៃខុសគ្នាហើយព័ត៌មានដែលយើងមើលលើនេះគឺយើងអាចទុកចិត្តបានដូច្នេះវាទាមទារឲ្យពុកម៉ែបងប្អូនធ្លាប់មានបទពិសោធន៍ជឿទុកចិត្តទៅលើជាងជឿទុកចិត្តទៅលើអ្នកលក់ឬក៏ហាងពីព្រោះនៅក្នុងហាងគេមានឧបករណ៍សម្រាប់តេស្តគុណភាពឬក៏ហាងខ្លះអាចធានាគុណភាពជូនពុកម៉ែបងប្អូនបានទៀតឬក៏យើងជ្រើសរើសពេលដែលជាងសម្រាប់តម្លៃមកឲ្យយើងអាចសួរនាំពួកគាត់ថាគេដាក់ថ្មអីឲ្យយើងវាយ៉ាងម៉េចពីព្រោះជួនកាលកង់ម៉ូតូអគ្គិសនីរបស់យើងឬឡានអគ្គិសនីរបស់យើងអត់ត្រូវការកម្លាំងខ្លាំងទេយើងអាចប្រើត្រឹមមធ្យមក៏ប្រើបានដូច្នេះលុយដែលយើងចាយទៅគឺទៅដល់គោលដៅទទួលបានថាមពលគ្រប់គ្រាន់ហើយសម្ភារៈយើងប្រើបានយូរអត់ងាយខូចទេចំពោះផលិតផលដែលតម្លៃមើលទៅដូចគ្នាព័ត៌មានដូចគ្នាគ្រប់យ៉ាងដូចគ្នាតែតម្លៃខុសគ្នាវាអាស្រ័យលើបងប្អូនជឿទុកចិត្តទៅលើហាងព្រោះដូចខ្ញុំបញ្ជាក់ចឹងមើលសម្បកក្រៅយើងអត់អាចដឹងបានទេវាទាមទារឲ្យមានឧបករណ៍សម្រាប់វាស់និងថ្លឹងគុណភាពនៃលំហូរក៏ដូចជារយៈពេលនៃការប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្ទាល់ដែលយើងនឹងនិយាយលម្អិតនៅវីដេអូក្រោយៗទៀតដូច្នេះព័ត៌មានដែលតាក់ទងនឹងការប្រើប្រាស់ថ្មលីធ្យូម18650នៅពេលនេះគឺសន្មតតែចប់ប៉ុណ្ណេះហើយរាល់ពាក្យសម្ដីឬក៏ការខ្វះខាតត្រង់ចំណុចណាក៏សូមអធិស្ឋានខាងតែបន្ទោសភាសាខ្ញុំមិនមែនជាអ្នកជំនាញអគ្គិសនីឬក៏ជំនាញថ្មហ្នឹងទេគ្រាន់តែខ្ញុំមានរបស់ដែលទៅប្រើជាមួយថ្មហ្នឹងខ្ញុំចង់ចែករំលែកចំណេះដឹងក៏ដូចជាផ្ដល់ព័ត៌មាននៃការប្រើប្រាស់ថ្មប្រភេទនេះឲ្យសមស្របទៅតាមឧបករណ៍ទីមួយគឺវាឲ្យឧបករណ៍យើងប្រើប្រាស់ទៅបានយូរមិនខាប់ខូចហើយ
វាសំស្របទៅលើតម្លៃបាទមិនចាយលុយខុសបាទខុសដំណងអីចឹងទៅបាទដូច្នេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នាជាមួយវីដេអូក្រោយៗទៀតយល់ខ្លះទេបាទយល់ខ្លះទេខមមិនមួយពីរមកបាទ hello hello បាទខមមិនមួយពីរមកយល់ខ្លះទេបាទយល់ខ្លះទេ